មីស៊ីលខ្លាំងបំផុតទាំង4ប្រភេទរបស់ឥណ្ឌានៅក្នុងឆ្នាំ2025ឥណ្ឌាបានកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យការពារជាតិនៅក្នុងប្រវត្តិឆ្នាំថ្មីៗនេះជាពិសេសផ្នែកបច្ចេកវិទ្យាមីស៊ីលទំនើបជាច្រើនរបស់ប្រទេសនេះមិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែវាក៏បានក្លាយទៅជាការប្រែក្លាយចំពោះត្រូវផងដែរនៅក្នុងវីដេអូមុនប្រិយមិត្តបានជិតច្បាស់រួចមកហើយអំពីមីស៊ីលខ្លាំងបំផុតទាំង5ប្រភេទរបស់អ៊ីរ៉ង់ចំណែកនៅក្នុងវីដេអូនេះសូមលើកយកនៅមីស៊ីល5ប្រភេទរបស់ឥណ្ឌាយកមកចែកជូនប្រិយមិត្តទស្សនាចង់ថាតើជាមីស៊ីលអូណាស់ហើយវាមានសមត្ថភាពខ្លាំងប៉ុណ្ណាទៅតោះសូមជិះតាមដាននេះអស់ទី1 Miss អន្តរជាតិ Agnevi ឬ Brahmastra របស់ឥណ្ឌា Miss ទំនើបនិងខ្លាំងបំផុតរបស់ឥណ្ឌាគឺ Agnevi ដែលវាមានចម្ងាយប្រហែល 8,000 គីឡូម៉ែត្រដែលអាចទៅដល់ផ្នែកធំនៃអាមេរិកអឺរ៉ុបនិងអាស៊ីវាមានសមត្ថភាពអាចទប់ក្បាលគ្រាប់នុយក្លេអ៊ែរនិងមុខពាក្យដោយប្រព័ន្ធបាញ់គ្រាប់បែកដែលអាចឲ្យគេបាញ់បានលឿនពីគ្រប់ទីតាំងហើយអ្វីដែលកាន់ពិសេសទៀតនោះវាក៏មានបច្ចេកវិទ្យា MIOV ដែលអាចផ្ដល់ធម៌ពលក្នុងការវិលុកដល់គោលដៅជាច្រើននៅក្នុងពេលដំណើរគ្នាទី2 Missile Brahmos គឺជាមីស៊ីលលឿនជាងសំឡេងដែលដំណើរការប្រហែល3ដងវាអាចត្រូវបាត់បាញ់ចេញពីវេទិកាទាំង3ដីសមុទ្រនិងខ្យល់វាមានចម្ងាយប្រមាណជាង500គីឡូម៉ែត្រហើយអាចបាញ់បានដោយភាពជាក់លាក់នៅក្នុងរង្វង់តិចជាង1ម៉ែត្រល្បឿនខ្ពស់និងសមត្ថភាពលាក់ខ្លួនពីរ៉ាដាធ្វើឲ្យវាក្លាយជាអាវុធដែលស្ត្រូវមិនអាចប្រយុទ្ធបានទី3 Missile Next កងទ័ពឥណ្ឌាមានអាវុធដែលអាចបំផ្លាញរថក្រោះស្ត្រូវនៅក្នុងពេលតែហើយនោះគឺជា Missile Next វាជាភ្លើងទៅកំពុងប្រចាំរថក្រោះដោយមានជំនួយពីឧបករណ៍ស្វែងរករូបភាពកម្ដៅដែលបានបើនៅក្នុង